ហើយក្នុងគូក្បាលចិត្តដល់រឿងអីគូរូបខ្ញុំចង់គូរូបចុះអ្វីទៀតដែលមានមកបំប្រត់ធំហើយនឹងក្មួយប្រទៀតឃើញដល់គាត់ទៅទាំងដែលខ្ញុំស្រឡាញ់គាត់ខ្លាំងម្ល៉េះឥឡូវដឹងហើយពីថាឯងពិតជាចង់បានអ្វីអរគុណអ្នកខ្លាំងណាស់ដែលទៅខ្ជិះជីវិតដើម្បីមនុស្សប្រុសបែបនោះរហូតធ្វើឲ្យគ្រួសារត្រូវអាម៉ាស់ចាប់ពីពេលនេះទៅខ្ញុំនឹងដើរតាមក្តីស្រមៃរបស់ខ្ញុំហើយខ្លាចជាមនុស្សដូចអ្នកស្រីចាស់នៅពេលមិនដឹងជាកំពុងតែបង្កជាខ្លួនមិនខាត់ទេរួយឲ្យកូនត្រូវតែចាប់ជាណាបើកូនអាចនិយាយជាមួយយាយបានទោះយាយត្រូវអាយុពេញ10ឆ្នាំក៏យាយព្រមដែរកូនប្រុសធ្វើអីក្នុងផងប្រញាប់បីរួយចូលក្នុងផ្ទះទៅចុះនៅផ្ទះយ៉ាងមិនខាតអ្នកទាំងពីរហ្នឹងមិនបានបង្កចំនួនធំដុំទេមែនទេលោកជិះកុំបារម្ភអីនៅភាពសុខសប្បាយទេកញ្ញាទី3នឹងលោកស្រីចុះសម្រុំគ្នាបានល្អណាស់ចុះសម្រុំគ្នាតាមខ្ញុំមើលបើមិនទីសម្រាប់តែហើយកូនណានយ៉ាងម្នាក់នោះមិនមែនជាមនុស្សទូទេណាដែលសក់កូននៅមិនទាន់វែងគ្រប់គ្រាន់ចាំដល់ពេលសក់វែងជាងនេះគឺកាន់តែដូចអ្នកមានចាស់ហើយបងថាគូណានយ៉ាងថាអ្វីណាអ្នកមានចាស់នឹងណាសរសេរអក្សរហត់ណាស់ឈាមរឿងតើវាមានរឿងអីទៅហើយដើម្បីបានជានាងដែលគេស្អប់ពេញបណ្ដាញសង្គមទេឬទេរំខានណាស់ចេញទៅទាំងអស់គ្នាចេញទៅឲ្យអស់ហាមនិយាយហាមបញ្ចេញសម្លេងអ្វីទាំងអស់ម៉ាត់ក៏ម៉ាត់ដែរកុំមកលេងឯងនេះពិតជាកូនមិនដឹងកូនមែនគាត់ថាគាត់មិនលេងខ្លាំងទេឯងចេះអានមកគេមែនទេចេះខ្ញុំអាចចូលទៅបានទេល្វីណាល្វីមែនទេតែឯងមែនទេបើមិនចង់លេងក៏កុំលេងអីយ៉ាងអញចាប់គាត់នាងទៅនេះមិនមែនជាគ្រូពេទ្យទៀតពិតជាដូចមែនដោយការពីព្រះចៅអធិរាជនៅក្មេងមិនខុសគ្នាទេនេះគេហៅថាចំណេះដឹងចាំអារម្មណ៍មួយនេះឲ្យច្បាស់វិធីឲ្យអត់ឈឺទៀតទេនឹងសម្អាតវាឲ្យស្អាតភ្លាមអ្នកស្រីចាំខ្ញុំបោះសម្អាតស្អាតអស់ហើយតាមមានអ្វីឲ្យខ្ញុំធ្វើទៀតទេគ្រាន់តែអ្នកប្រាប់មកខ្ញុំនឹងធ្វើឲ្យអស់ពីចិត្តនេះមិនអាចទៅរួចទេនេះពិតជាកូនស្រីអបញ្ញោដែលខ្ញុំបង្កើតមកមែនឬក្នុងពេលដែលដេកស្អាតហើយចូលទៅហៅអ្នកបម្រើដែលចេះជំនាញពេទ្យមកទីនេះអ្នកជាចាប់នេះតែមើលទៅវាមិនមែនទេមើលទៅនេះមិនជាកថាវាជារឿងធម្មតាទេនេះគឺតែអាយុ3ឆ្នាំសោះតែឆ្លងកាត់មិនខាត់ដល់ទឹកពីថាវាជារូបដូចបែបនេះខ្ញុំមិនដែលរត់ភ្លេចអស្ចារ្យបែបនេះពីមុនមកទេមានអារម្មណ៍ថាដូចជាបាននាងជំនឿចិត្តចឹងប៉ុន្តែឈ្មោះអ្វីដែរគ្មានឈ្មោះអ្វីទេក៏គ្រាន់តែជាបទដែលខ្ញុំធ្លាប់ជិះលេងកាលពីមុនប៉ុណ្ណោះជិះលេងទេបងខ្លាចទៅជាពូកែខ្លាំងណាស់ខ្ញុំចង់និយាយថាអ្នកអាចបង្រៀនខ្ញុំបានទេបានតើគាត់ចង់រៀននេះជាតារាល្បីអត់ស្គាល់មុខណាទៀតហើយមិនក៏នាងយកមុខថតមនុស្សបែបនេះមកដាក់ជា profile ទៅវិញលោកចាំនេះគឺលោកស្រីគូណាយ៉ាអាស័យនេះនឹងគ្រាន់តែជាស្រីសុខស្អាតយ៉ាងគំរាមម្នាក់សោះធ្វើឲ្យកូនស្រីខ្ញុំជួបគ្នាដល់ទៅប្រមាណដងតែនេះបែរជាយករូបថតរបស់មកដាក់ជា profile ទៅវិញទៅតែប្រមាណថ្ងៃសោះតាមនោះទៀតមានរឿងគេកើតឡើងហើយសូម្បីតែលោកនេះក៏ខ្លាចយាមានមកមិនបាច់ខ្វល់ទេឲ្យតែមិនបង្កជារឿងអាស្រូវទេតាមចិត្តពួកគេចុះប្រសិនបើនាងមានចរិតល្អពិតមែនខ្ញុំនឹងផ្ដល់ការគោរពក្នុងនាមជាលោកស្រីឲ្យនាងខ្លះចរិតលក្ខណៈនៅតែគ្រាន់តែឲ្យលុយបន្តិចបន្តួចទៅដើម្បីលេងលះគ្នាទៅចប់ហើយរីត្រីខែភ្លឺទុកក្មេងតូចមួយជឹកគៀង